ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាសកម្មភាពនាងខ្ញុំធ្វើជាមួយនឹងឈុតស្លាធើបៃសីចាអញ្ចឹងតេតងជាមួយនឹងឈុតស្លាធើបៃសីនេះពិតជាមានគ្រឿងក្រៅច្រើនមែនតែនចាមានដូចជាចាទីមួយគឺយើងត្រូវទៅកាត់ដើមចេកចាហើយនឹងស្លឹកចេកចាដើម្បីយកមកធ្វើស្លាធើបៃសីអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏មានជាមួយនឹងទៀនមានធូបចាមានស្លាចាមានផ្កាចាស្បៃរឿងចាហើយក៏មានជាមួយនឹងម្លិះចាជឿផងដែរចានេះឥឡូវនេះនាងខ្ញុំកំពុងតែចាយកជាមួយនឹងម្លិះជឿហ្នឹងមកចារុំជាមួយនឹងស្លឹកចេកមួយចាហើយក៏មានកូន5ផងដែរចាដើម្បីឲ្យជាមួយនឹងចាមូឲ្យបានចា100កូនចាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងវារៀងនៅហត់បន្តិចហើយចាអញ្ចឹងឈុតស្លាធើបៃសី9ថ្នាក់នេះចាអញ្ចឹងជាធម្មតាគេយកទៅចាកម្មវិធីផ្សេងចាសែនព្រេងឬក៏ចាគោរពគ្រូបាជាយចាឬក៏បួងសួងផ្សេងចាតាក់ទងជាមួយនឹងចាឈុតស្លាធើបៃសី9ថ្នាក់ចាអញ្ចឹងជាធម្មតាយើងយកដើមចេកគឺដើមចេកដែលនៅដែលអត់ទាន់ចេញផ្លែផ្កាអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងយើងកាប់ដើមចេកនឹងមកទៅយើងយកស្លឹកវាមកមួយអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងវាមាន9ថ្នាក់9ចិនមកគូចាជាមួយនឹងចាឈុតស្លាធើបៃសីមួយគូយើងធ្វើជូនអតិជនដែលតម្រូវការទៅតាមអតិជនដែលគាត់ត្រូវការអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងនាងខ្ញុំចាប់ដើមមូជាមួយនឹងស្លឹកចេកចាស្លឹកចេកចាមួយហើយពុកម៉ែបងប្អូនចាអញ្ចឹងមានចា3នាក់ចាសម្រាប់មូកូនអញ្ចឹងកូនមូកូន5ហើយមួយទៀតហ្នឹងគឺយើងមូ90កូនអញ្ចឹងវាចំណាយពេលរៀងយូរបន្តិចដែរអញ្ចឹងអតិជនទៅកំងមុន3ថ្ងៃមុនថ្ងៃយក3ថ្ងៃ4ថ្ងៃអញ្ចឹងណាចាកំងទុកមុនដើម្បីត្រៀមមុនមួយថ្ងៃដើម្បីធ្វើបានស្រស់គឺយើងត្រៀមមុនមួយថ្ងៃធ្វើមួយថ្ងៃអញ្ចឹងណាចាពុកម៉ែបងប្អូនចាអញ្ចឹងអ្នកខ្ញុំចាប់ដើមមូកូនចាមួយហើយចាជាមួយនឹងស្លឹកចេកចាស្លឹកចេកស្រស់អញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំក៏ស្ថិតនៅក្នុងខេត្តសៀមរាបចាក្រុងសៀមរាបអញ្ចឹងណាពុកម៉ែបងប្អូនចានេះគឺជាសកម្មភាពនាងខ្ញុំខ្លះសម្រាប់ការចាមូជាមួយនឹងចាស្លាធើបៃសីចាកូន5អញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងនាងខ្ញុំចាប់មូបណ្ដើហើយចាបន្ទាប់មកយើងក៏មានអ្នកជួយតម្រឹមជាមួយនឹងចាដើមចេកចាបងអូនរបស់នាងខ្ញុំហ្នឹងគាត់ត្រាំដើមចេកចាអ៊ំខ្ញុំហ្នឹងក៏ជួយមូដែរចាអញ្ចឹងយើងប៉ាន់មួយម៉ោមចាដើម្បីដាក់ប្រឈោអញ្ចឹងយើងក៏រៀបតាមលំដាប់ចិនថ្នាក់អញ្ចឹងណាពុកម៉ែបងប្អូនចាយើងមើលតាមមកទំហំមួយម៉ោមចាចឹងក៏មានជាមួយនឹងស្លឹកពោស្លាធើបៃសីមានម្លូមានស្លាមានបារីចាផ្កាស្រស់ចាដើម្បីដាក់សងខាងចាហើយក៏មានជាមួយនឹងសនឹងម្លិះជឿអញ្ចឹងពុកម៉ែបងប្អូនចាហើយចាប់ដើមបានមួយថ្នាក់ហើយចាពុកម៉ែបងប្អូនចាហើយនេះគឺជាសកម្មភាពចាអ៊ំខ្ញុំប្អូនស្រីខ្ញុំហើយជាមួយនឹងដៃខ្ញុំហ្នឹងក៏ចាប់ដើមមូបន្តហើយចាហើយចិត្តហើយដល់វាហ្នឹងគឺចិត្តហើយពុកម៉ែបងប្អូនចាអញ្ចឹងត្រូវការចំណាយពេលវេលាបន្តិចចាដើម្បីមូជាមួយនឹងស្លាធើបៃសីអញ្ចឹងណាចាហើយចាប់ដើមមូចាញាប់ដៃញាប់ជើងដែរអញ្ចឹងណាពុកម៉ែបងប្អូនបាន2ថ្នាក់ហើយចានេះ